ឬកាន់តែក្តៅខណៈពេលនេះប្រទេសអឺរ៉ុបគ្រោងកោះប្រជុំបន្ទាន់ដើម្បីឈប់ពឹងផ្អែកអាមេរិកការពារខ្លួនតទៅទៀតពីទីក្រុងព្រីសែលថ្នាក់ដឹកនាំត្រៀមកោះប្រជុំបន្ទាន់នៅថ្ងៃប្រហ័សនេះដើម្បីស្វែងរកចំណុចឯកភាពគ្នាក្នុងការបង្កើតខ្ទង់ចំណាយទៅលើវិស័យការពារជាតិរបស់ខ្លួនចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីប្រទេសអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំបានចាប់ផ្ដើមរយាលដៃពីអឺរ៉ុបហើយធ្វើឲ្យអឺរ៉ុបដឹងខ្លួនថាល្មមដល់ពេលដែលខ្លួនត្រូវពឹងខ្លួនឬនិយាយម្យ៉ាងទៀតថារៀនរស់ដោយខ្លួនឯងពង្រឹងជំហរខ្លួនឯងឲ្យបានរឹងមាំនិងលែងរស់នៅពឹងលើដង្ហើមអាមេរិកដកតទៅទៀតលោកត្រាំបង្ហាញឆន្ទៈច្បាស់ថាលោកចង់បិទបញ្ចប់សង្គ្រាមអ៊ុយក្រែនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានក៏ប៉ុន្តែលោកមិនផ្ដល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែននិងអឺរ៉ុបទេថ្មីនេះអឺរ៉ុបនឹងកាន់តែច្បាស់ថាការពឹងផ្អែកលើខ្លួនឯងគឺជារឿងសំខាន់នៅពេលអាមេរិកផ្អាប់ទុកជំនួយយោធាទាំងអស់និងផ្អាកចែករំលែកព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែនប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Leyen ថ្លែងថាអឺរ៉ុបកំពុងប្រឈមនឹងគ្រោះថ្នាក់ដ៏ធំដែលយើងពុំធ្លាប់ឃើញចាប់តាំងពីដឹងក្តីមកលោកស្រីបានផ្ដល់សញ្ញាព្រមាននៅក្នុងលិខិតផ្ញើជូនថ្នាក់ដឹកនាំជាសមាជិកទាំង27ប្រទេសពួកគេនឹងពិចារណាថាតើត្រូវបង្កើនខ្ទង់ចំណាយកម្រិតណានៅក្នុងវិស័យការពារជាតិនោះគឺជារឿងក្រោយទៀតចំណែកបញ្ហាធំបំផុតនោះគឺអឺរ៉ុបអាចចូលរួមគ្នាបានទេនៅពេលរដ្ឋជាសមាជិកខ្លះមានជំហរផ្សេងជាគោលការណ៍របស់អឺរ៉ុបរាល់ការសម្រេចចិត្តទាំងអស់ត្រូវតែឆ្លងកាត់មតិជាឯកច្ឆន្ទនៅក្នុងគម្រោងកោះប្រជុំបន្តនេះបញ្ហាអ៊ុយក្រែនមិនមែនជាចំណុចដែលត្រូវពិភាក្សាទេជាការបណ្ដោះអ៊ុយក្រែនស្ថិតនៅក្នុងទ្វីបអឺរ៉ុបដែរគ្រាន់តែអឺរ៉ុបចង់ផ្ដោតសំខាន់លើវិស័យការពារជាតិរបស់ខ្លួនទាំងមូលនិងការពង្រឹងជំហររបស់ខ្លួនឲ្យមានលក្ខណៈឯករាជ្យពីអាមេរិកហើយនេះករណីអាមេរិកផ្អាប់ទុកជំនួយយោធាសម្រាប់អ៊ុយក្រែនមិនមែនមានន័យថាអឺរ៉ុបចង់ឆក់យកឱកាសនេះចូលទៅជំនួសអាមេរិកទេម្យ៉ាងទៀតមតិខ្លះលើកឡើងថាអឺរ៉ុបគួរតែដកហូតទ្រព្យសម្បត្តិ 188,000 លានអឺរ៉ូរបស់រុស្ស៊ីដែលបង្កក់ទុកនៅអឺរ៉ុបយកទៅផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនតែម្ដងទៅចំណុចនេះអឺរ៉ុបនៅមិនទាន់និយាយទេសប្តាហ៍ថ្ងៃនេះបើទោះបីជាអាមេរិកផ្អាកជំនួយក៏ទាហានអ៊ុយក្រែនអាចទប់ទល់គ្នាបានជាមួយនឹងការវាយលុករបស់រុស្ស៊ីនៅសមរភូមិរុស្ស៊ីនៅតែវាយសម្រុកទៅមុខជានិច្ចគ្រាន់តែថាពួកគេវាយទៅមុខដោយសន្សឹមនៅលើសមរភូមិចម្ងាយ 1000 គីឡូម៉ែត្រជាពិសេសនៅតំបន់ដូណេតប្រភពខ្លះថាទាហានអ៊ុយក្រែនដែលពលីជីវិតនៅសមរភូមិមានដល់ខ្ទង់រាប់ម៉ឺននាក់ឯណោះចំណែកជនស៊ីវិលស្លាប់ជាង 12,000 នាក់គម្រោងជួបគ្នាកម្រិតកម្ពស់របស់អឺរ៉ុបនៅថ្ងៃប្រហ័សនេះគឺផ្ដោតសំខាន់ទៅលើខ្ទង់ថវិកាចំណាយហើយនឹងការរៀបចំគោលដៅរបស់សហភាពអឺរ៉ុបឲ្យបានឆាប់រហ័សដើម្បីការពារសន្តិសុខជាតិរបស់ខ្លួននិងការជួយអ៊ុយក្រែនដើម្បីព្យាយាមដោះខ្លួនបន្តិចម្ដងចេញពីការពឹងផ្អែកទៅលើអាមេរិកជាអ្នកជួយការពារខ្លួនអធិការបតីអាល្លឺម៉ង់ថ្មីលោក Friedrich Merz ដែលនៅស្បត់ចូលកាន់តំណែងថ្លែងថាដោយសារមើលឃើញពីការគំរាមកំហែងកាន់តែខ្លាំងឡើងទៅលើសន្តិសុខរបស់អឺរ៉ុបដូច្នេះច្បាស់ណាស់ដែលយើងត្រូវតែខិតខំឲ្យបានខ្លាំងក្លានិងឆាប់រហ័សដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់សមាជិកនិងទ្វីបអឺរ៉ុបទាំងមូលនេះបើយោងតាមគេហទំព័រ AP